ការដឹងពីអ្វីដែលខ្លួនគួរធ្វើនិងការអាចធ្វើរឿងនឹងបានគឺជារឿងពីរខុសគ្នាការដឹងគឺមិនដូចជាការចេះការមានសមត្ថភាពទេពេលខ្លះយើងដឹងថាយើងអត់គួរគិតច្រើនទៅលើរឿងមួយប៉ុន្តែខ្លួនយើងនៅតែគិតច្រើនពេលខ្លះយើងដឹងថាការជឿចាប់នេះត្រឹមតែដើម្បីជាអីប៉ុន្តែក៏យើងអាចទប់ខ្លួនអត់យំទៅលើរឿងនឹងបានយើងដឹងថាអ្វីដែលយើងខ្លាចគឺមិនត្រឹមត្រូវទេប៉ុន្តែនៅតែអង្គុយខ្លាចទៅលើរឿងនឹងបញ្ហាមិនមែនជាចំណេះដឹងថ្មីដែលយើងត្រូវដឹងទេប៉ុន្តែគឺជាជំនាញជាសមត្ថភាពដែលយើងត្រូវកសាងហើយសមត្ថភាពនេះដែរត្រូវការការហ្វឹកហាត់ប៉ុន្តែបញ្ហាមួយគឺតាំងពីធំធាត់មកតាក់ទងនឹងការរៀនសូត្រយើងតែងតែទទួលបាននូវព័ត៌មានយើងត្រូវបានប្រាប់យើងត្រូវបានណែនាំពីអ្វីត្រឹមត្រូវដែលយើងគួរធ្វើប៉ុន្តែចុងក្រោយខ្លួនយើងពេលដែលយើងត្រូវធ្វើសតិយើងអត់រឹងមាំយើងអត់មានវិន័យខ្លួនក្នុងការអាចធ្វើទាំងអស់នឹងបានមែនទេទ្រឹស្ដីដែលយើងអានរៀនស្ដាប់មកគឺស្រួលប៉ុន្តែពេលដែលយើងជួបផ្ទាល់កលៈសិស្សៈជាក់ស្ដែងអាចបែបមិនចឹងទេហើយពេលដែលយើងជួបបញ្ហាជីវិតដល់ខ្លួនឯងយើងត្រូវការសមត្ថភាពក្នុងការគិតការឆ្លើយតបនិងការជ្រើសរើសត្រឹមត្រូវដូចនោះយើងអាចយកឈ្នះឧបសគ្គនឹងបានហើយបើយើងចង់វឹកហាត់សមត្ថភាពផ្លូវចិត្តទាំងអស់ហ្នឹងយើងគួរចាប់ផ្ដើមពីណាអ្វីត្បិតទាំងអស់ហ្នឹងយើងអត់សូវបានទទួលបានការណែនាំនោះមិនមានន័យថាទាំងអស់ណាដែលមានទេមនុស្សសម័យពីដើមរាប់ពាន់ឆ្នាំមកនេះក៏ជួបបញ្ហាផ្លូវចិត្តដូចយើងដែរមានការពិបាកចិត្តមានការឈឺចាប់មានការភ័យខ្លាចហើយមនុស្សមួយចំនួនក្នុងនោះគឺគាត់សិក្សានិងស្វែងយល់ពីរបៀបក្នុងការយកឈ្នះទាំងអស់ហ្នឹងហើយពួកគាត់បានរកឃើញ system ក្នុងការវឹកហាត់ចិត្តមួយដែលគេហៅថា Stoicism ដែលជាទស្សនវិជ្ជាពីក្រិចហើយនឹងរូបមកដោយមិនផ្ដោតទៅលើទ្រឹស្ដីទេប៉ុន្តែផ្ដោតទៅលើការអនុវត្តដើម្បីអ្វីដើម្បីមានចិត្តស្ងប់ចិត្តរឹងមាំនិងជាពិសេសអាចរស់ជីវិតមួយដែលមានន័យនិងសុភមង្គលហើយទស្សនវិជ្ជា Stoicism នេះនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សានេះឈ្មោះថាពង្រឹងចិត្តនៅក្នុងមេរៀននីមួយៗអ្នកនឹងយល់ដឹងតាក់ទងពីទស្សនៈទាំងអស់ហ្នឹងហើយលើសពីហ្នឹងទៅទៀតក៏មានលំហាត់អនុវត្តនានាដែលជួយណែនាំអ្នកពីរបៀបយកមេរៀនទាំងអស់ហ្នឹងយកមកប្រើប្រាស់ផ្ទាល់នៅក្នុងជីវិតតែម្ដងព្រោះគោលដៅនៃកម្មវិធីនេះមិនមែនធ្វើឲ្យអ្នកខ្លាចជាមនុស្សម្នាក់ដែលដឹងកាន់តែច្រើនទេប៉ុន្តែកាន់តែរឹងមាំយើងចង់ជួយអ្នកក្នុងការកសាងខ្លួនឲ្យមានសមត្ថភាពទាំងអស់ហ្នឹងពិតមែនកម្មវិធីនេះនឹងជួយអ្នកឲ្យមានចិត្តស្ងប់ជាមួយនឹងអ្វីដែលចិត្តអាចគ្រប់គ្រងបានហើយជាពិសេសអាចបដោតអារម្មណ៍កាន់តែល្អទៅលើកិច្ចការទំនួលខុសត្រូវនានាដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងដូចនោះជីវិតយើងអាចមានវិវត្តភាពទៅមុខបានមួយទៀតនោះអ្នកក៏នឹងក្លាយជាមេដឹកនាំសម្រាប់ជីវិតខ្លួនដែលអាចកសាងវិន័យខ្លួនធ្វើការជ្រើសរើសត្រឹមត្រូវនិងអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អជាងមុនហើយម្យ៉ាងទៀតនោះអ្នកក៏មានភាពក្លាហានក្នុងការប្រឈមមុខជាមួយនឹងឧបសគ្គនិងភាពភ័យខ្លាចផងដែរជាជាងបណ្ដោយឲ្យបញ្ហាទាំងអស់ហ្នឹងគ្រប់គ្រងជីវិតរបស់យើងហើយកម្មវិធីសិក្សានេះគឺសម្រាប់នរណាគេដែរសម្រាប់អ្នកដែលលែងចង់រងចាំកម្លាំងចិត្តឲ្យពីព្រោះកម្លាំងចិត្តម្ដងមានម្ដងអត់ហើយកិច្ចការយើងធ្វើដូចអត់ថិតថេរសោះសម្រាប់យើងម្នាក់ដែលចង់មាន progress មានវិវត្តភាពមានភាពទៅមុខនៅក្នុងជីវិតខ្លួនមនុស្សម្នាក់ដែលធុញថប់នឹងសភាពគាំងក្នុងជីវិតរបស់ខ្លួននៅរាល់ថ្ងៃនេះសម្រាប់មនុស្សម្នាក់ដែលចង់ជួយខ្លួនឯងចង់ងើបឈរឡើងហើយចង់បោះជើងទៅមុខសម្រាប់ជីវិតខ្លួនខ្ញុំរចនាកម្មវិធីសិក្សាពង្រឹងចិត្តនេះឡើងព្រោះវាជាអីមួយដែលខ្ញុំធ្លាប់ត្រូវការហើយដោយសារអត់មានកម្មវិធីសិក្សាបែបនេះខ្ញុំត្រូវអានសៀវភៅរាប់សិបក្បាលជាភាសាអង់គ្លេសដែលខ្លះខ្ញុំអានម្ដងហើយម្ដងទៀតរាប់ឆ្នាំចូលរួមក្នុងវគ្គសិក្សានានាដោយអ្នកនិពន្ធនៅស្រុកក្រៅហើយដែលអនុវត្តផ្ទាល់ដល់តែមួយទសវត្សរ៍ឯណោះហើយកម្មវិធីនេះគឺជាផលនៃការសិក្សាការអនុវត្តទាំងអស់នោះហើយខ្ញុំសង្ឃឹមថាវានឹងជួយអ្នកជំនះនៅឧបសគ្គនិងភាពជាប់គាំងនៅក្នុងជីវិតខ្លួនដូចនឹងអ្វីដែលទស្សនវិជ្ជានេះបានជួយជីវិតខ្ញុំផងដែរផ្លូវទៅមុខនៃជីវិតរបស់យើងបែបមិនមែនកាន់តែស្រួលអាចនឹងមានឧបសគ្គកាន់តែច្រើនទៀតប៉ុន្តែអ្វីត្បិតបែបហ្នឹងមែនយើងអាចធ្វើខ្លួនយើងឲ្យកាន់តែខ្លាំងកាន់តែរឹងមាំបានហើយកម្មវិធីសិក្សានេះនឹងជួយអ្នកក្នុងការកសាងសតិនិងសមត្ថភាពផ្លូវចិត្តដែលអ្នកត្រូវការដើម្បីមានជ័យជំនះសម្រាប់ជីវិតខ្លួនបើសិនម្នាក់រួចរាល់ជួបគ្នានៅក្នុងកម្មវិធីពង្រឹងចិត្តដរាបណាដែលអ្នកនៅរស់រៀនរស់